យើងមានទិន្នន័យចំនួន2ប្រភេទទី1 point ទី2 polygon ហើយទិន្នន័យទាំងពីរនេះគឺមានព័ត៌មានរៀងខ្លួនអញ្ចឹងចំណោទគឺថាករណីដែលទិន្នន័យទាំងពីរនេះมันមាន field ណាមួយដែលអាចឲ្យយើង join បានតាម attribute ទេតើអ្នកនរគ្នានឹងធ្វើរបៀបណាអញ្ចឹងវីដេអូនេះគឺខ្ញុំចង់ទាញយកព័ត៌មានរបស់ polygon ទាំងអស់នេះដែលមានចំណុចនៅលើនេះព័ត៌មាន attribute របស់វាណាបញ្ចូលទៅក្នុង attribute របស់ចំណុចអញ្ចឹងក្នុងចំណោទនេះគឺយើងនឹងប្រើប្រាស់ tool មួយគេហៅថា special join អញ្ចឹងយើងចូលមក analysis tool មក search ថា special join អញ្ចឹងវានឹង load អូខេចុចយកមកអញ្ចឹង target ហ្នឹងគឺអីដែលយើងចង់ទាញរបស់ហ្នឹងមកបញ្ចូលអញ្ចឹងគឺចំណុចបានន័យថាយើងចង់យកព័ត៌មានរបស់ polygon មកបញ្ចូលក្នុង attribute របស់ point អញ្ចឹង target គឺ point node អញ្ចឹង join feature គឺ join population នេះតែនៃ polygon នេះអញ្ចឹងទីតាំងតុកអ្នកនរគ្នារើសទៅអញ្ចឹងខ្ញុំទុកនៅ default នេះឬក៏ខ្ញុំដាក់នៅក្នុងfeature dataset ដែលខ្ញុំបង្កើតមកខ្ញុំដាក់ result join special join អញ្ចឹងអូខេហើយ my option ហ្នឹងគឺយើងយក intersect ហ្នឹងហើយ join operation គឺយើងយក join 1 to 1ចុច run មកអញ្ចឹងគឺយើងនឹងទទួលបានលទ្ធផលនេះអញ្ចឹងយើងមកមើល attribute យើងឃើញថារៀងរាល់ polygon ដែលមានចំណុចនៅពីលើវានឹងបញ្ចូលព័ត៌មានរបស់ polygon ហ្នឹងមក point ហ្នឹងហើយអញ្ចឹងឧបមាថានៅវាលពងចុចវាលពងមកវាលពងនេះឃើញទេអញ្ចឹង attribute របស់យើងវាលពងយើងមានព័ត៌មានអីខ្លះមាន HR name មាន com code មាន com code com name com code discode pro code អីហ្នឹងអញ្ចឹងយើងមកមើលក្នុងនេះតើវាយកមកទាំងអស់មែនឬមិនមែនឃើញទេគឺវាយកមក pro code discode com code com name HR name គឺវានឹងពណ៌មកអត់តែ save length និង save area ពួកអាហ្នឹង default value របស់ feature របស់យើងដែលគណនា automatic នៅក្នុងករណីដែលវាជាប្រភេទ feature ខ្លះ